សូមគោរពជំរាបសួរដល់បងប្អូនប្រិយមិត្តអ្នកស្ដាប់សារជាថ្មីជួបគ្នានៅអេពីសូតទី4ដែលពេលនេះដែរខ្ញុំលើកឡើងពីជីវិតពិតរបស់ប្អូនស្រីម្នាក់ដែលគាត់បាននិយាយរឿងពិតរបស់គាត់ប្រាប់មកខ្ញុំដើម្បីចែកចាយរឿងនេះដល់បងប្អូនអ្នកស្ដាប់ហើយរឿងនេះពាក់ព័ន្ធទៅលើវិជាមន្តអាគមខ្មៅងងឹតដែលបងប្អូននៅក្នុងស្រទាប់អឺវ័យចំណាស់ឬមួយក៏បងប្អូនដែលនៅតាមបណ្ដាខេត្តឬបានរស់នៅក្នុងទីជនបទតែងតែឮតែងតែជួបប្រទះនៅក្នុងស្រទាប់ការរស់នៅរបស់សង្គមខ្មែរយើងដើមហេតុនោះគឺអឺបណ្ដាលមកពីឪពុកបង្កើតរបស់ប្អូនស្រីអឺគាត់បានលេងលះជាមួយនឹងភរិយាដែលជាម្ដាយបង្កើតរបស់ប្អូនស្រីពេលដែលបានលេងលះហើយគាត់ក៏មានគ្រួសារផ្សេងមួយទៀតហើយគ្រួសាររបស់អឺភរិយាទី2របស់ឪពុករបស់ក្មេងស្រីហ្នឹងក៏បានលេងលះគ្នាជាបន្តបន្ទាប់ទៀតរហូតដល់ថ្ងៃមួយគាត់ដែលជាឪពុកហ្នឹងគាត់បានសុំរស់នៅតែម្នាក់ឯងបូករួមជាមួយនឹងកូនៗរបស់គាត់ទាំងអស់ដោយគាត់ធ្វើការរកស៊ីទៅនៅសល់លុយច្រើនហើយប្រពន្ធរបស់គាត់ម្នាក់ៗហ្នឹងសិតតែមិនសមប្រកបដល់ពេលមិនសមប្រកបអញ្ចឹងគាត់ក៏សម្រេចចិត្តថានឹងប្រមូលកូនរបស់គាត់ទាំងអស់ដែលនៅជាមួយប្រពន្ធហ្នឹងយកមករស់នៅជាមួយនឹងខ្លួនដោយបង់ជាទឹកប្រាក់ចំនួនប្រមាណអីចឹងទៅតាមគោលការណ៍សន្យាគ្នាចឹងទៅដោយសារតែប្រពន្ធរបស់គាត់នីមួយៗហ្នឹងធ្វើបាបកូនគាត់ហើយអញ្ចឹងគាត់ស្រឡាញ់កូនគាត់ក៏ប្រមូលកូនទាំងអស់មករស់ជាមួយនឹងគ្នាដោយប្រើពេលអស់រយៈពេលជាច្រើនឆ្នាំអញ្ចឹងប្រពន្ធរបស់គាត់ហ្នឹងតែងតែចង់កោសរស់លុយគាត់អីចឹងទៅដើម្បីយកមកចិញ្ចឹមជីវិតខ្លួនឯងឬមួយក៏ដើរលេងស៊ីចាយបន្តបន្ទាប់ចឹងទៅដល់ដំណាក់កាលមួយដែលម្ដាយរបស់ប្អូនស្រីហ្នឹងទៅសុំលុយឪពុកតែឪពុករបស់ប្អូនស្រីមិនអោយដូចសពដងទៀតទេពីព្រោះពេលដែលឪពុករបស់ប្អូនស្រីហ្នឹងបានយកប្អូនស្រីមកនៅជាមួយហ្នឹងគឺគាត់បានបង់ថ្លៃអ្វីៗផ្សេងៗទៅតាមផ្លូវច្បាប់អីរួចរាល់អស់ហើយម្ដាយរបស់ប្អូនស្រីហ្នឹងតែងតែមករំអុកមករំខានការរស់នៅរបស់ឪពុកហើយនឹងប្អូនស្រីទៀតចឹងទៅសុំលើកនេះលែងឲ្យសុំលើកទី1មិនឲ្យសុំលើកទី2មិនឲ្យតទៅលើកទី3ទី4ចឹងនៅតែមិនឲ្យចឹងណានៅពេលនោះម្ដាយបង្កើតរបស់ប្អូនស្រីនេះមានចិត្តខឹងសង្បានឹងឪពុកនឹងដែលជាអតីតប្ដីនឹងខ្លាំងយកតែមែនទែនក៏មានគំនិតគិតឆ្កួតម្យ៉ាងហ្នឹងគឺទៅរកគ្រូហើយទៅរកគ្រូហ្នឹងមិនមែនជួយឲ្យអតីតប្ដីឬមួយក៏កូនហ្នឹងរស់នៅសុខស្រួលឬមួយក៏រីកចម្រើនឡើងទេណាគឺទៅរកគ្រូដាក់អំពើឪពុករបស់ប្អូនស្រីដែលជាអតីតស្វាមីហ្នឹងហើយពេលដែលទៅរកគ្រូដាក់អំពើហ្នឹងគឺធ្វើតម្រូវទៅលើអតីតស្វាមីរបស់ខ្លួនទេក៏ប៉ុន្តែរាសីរបស់អតីតស្វាមីរបស់គាត់នេះខ្ពស់គេហៅថាមនុស្សរាសីខ្ពស់ដល់ពេលរាសីខ្ពស់ចឹងទៅហើយមានគ្រូបាធ្យាយតាមថែរក្សាអីទៀតចឹងណាមិនត្រូវអតីតស្វាមីខ្លួនឯងបែរជាត្រូវកូនស្រីបង្កើតរបស់ខ្លួនឯងទៅវិញហើយរឿងនេះអត់មានអ្នកណាដឹងទេ
រឿងនេះបានបែកធ្លាយនៅពេលដែលគេរកស្រាវជ្រាវរកចំណុចដែលមានបញ្ហានឹងឃើញទេនិយាយពីប្អូនស្រីនៅក្នុងអំឡុងពេលដែលម្ដាយរបស់បង្កើតរបស់ខ្លួនឯងនេះដាក់អំពើនេះគ្នានៅរៀនទី11ទី12នៅពេលហ្នឹងរៀនអង្គុយយំរៀនអង្គុយសើចរហូតដល់មិត្តភ័ក្តិហើយនឹងគ្រូបន្ទប់ថ្នាក់នេះមានការសង្ស័យថាកូនប្រកាសជាកើតជំងឺអ្វីមួយយ៉ាងអញ្ចឹងណាហើយអញ្ចឹងក៏បានប្រាប់ទៅអាណាព្យាបាលថាឲ្យយកកូនទៅត្រួតពិនិត្យមើល scan សុខភាពឬមួយក៏ scan មើលតំបន់ខួរក្បាលប្រស័យប្រសាទអីចឹងទៅហើយឪពុកដែលមិនបានដឹងខ្លួននោះក៏ឧស្សាហ៍នាំកូនទៅមន្ទីរពេទ្យដើម្បីស្វែងរកប្រភពនៃជំងឺឬមួយក៏ឆែកសុខភាពកូនអីចឹងទៅណាពេលដែលឆែកសុខភាពហើយពេទ្យតែងតែនិយាយថាអត់មានបញ្ហាអីទេប្រហែលជាគាត់មានផ្លូវអារម្មណ៍មិនល្អដោយសារតែគ្រួសារបែកបាក់អីចឹងទៅពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃកូនរបស់គាត់កាន់តែមានអាការៈខ្លាំងឡើងជាលំដាប់អត់មានថមថយអីសោះសឹងថាក្នុងមួយសប្តាហ៍កូនរបស់គាត់មានបញ្ហានោះពី2ទៅ3ដងគឺលោកគ្រូនាយកតែងតែខលហៅឲ្យឪពុកទៅយកកូនស្លាប់ហើយកូនយំប្រកាច់អានាលនឹងដីហើយឪពុកពេលដែលទៅយកកូនហើយពេលដែលយកកូនមកដល់ផ្ទះអាការៈធម្មតាវិញពេលដែលទៅដល់ពេទ្យអាការៈធម្មតាវិញប៉ុន្តែពេលដែលទៅដល់សាលាឲ្យតែបានចូលរៀនដឹងតែយំដឹងតែស្រែកឡូឡាជួនកាលពេលខ្លះទៅជាអ្នករាំរបាំអីនៃពេញសាលានឹងធ្វើឲ្យមានភាពវឹកវរពេលអញ្ចឹងគាត់ក៏ស្នើសុំនាយកសាលានឹងដើម្បីឲ្យកូនគាត់សម្រាកបាន2សប្តាហ៍ដើម្បីទៅព្យាបាលជំងឺនៅមន្ទីរពេទ្យក៏ប៉ុន្តែពេទ្យឲ្យតែទៅលើកណាដឹងតែនិយាយថាសុខភាពល្អហើយកូនស្រីរបស់គាត់ឲ្យតែទៅពេលទៅដល់ពេទ្យគឺតែងតែអាការៈធម្មតាដូចមនុស្សទូទៅវិញហើយស្របពេលដែលឪពុករបស់ប្អូនស្រីគាត់មានជំនឿដែរគាត់ក៏បាននាំប្អូនស្រីទៅមើលគ្រូខ្មែរហើយគ្រូខ្មែរហ្នឹងគេដូចថាគាត់និយាយថាបែងចែកលំដាប់ទៀតណាពេលដែលឪពុករបស់គាត់ទៅរកហ្នឹងគឺគ្រូខ្មែរល្មមមើលមិនឃើញទេគ្រាន់តែនិយាយថាខុសមេបាអីចឹងទៅខុសគ្រូបាព្យាអីចឹងទៅតែប៉ុណ្្នឹងទេមើលមិនឃើញហើយរៀបចំមេបាគ្រូបាព្យាយ៉ាងណាយ៉ាងណីក៏នៅតែកូននឹងមិនជាដែរជាពិសេសរៀងរាល់ថ្ងៃសិលកូនតែងតែធ្វើទុក្ខស្រែកយំសោកដូចជាមនុស្សវិកលចរិតចឹងឯងពេលហ្នឹងដំណោះស្រាយវាកាន់តែតាំងតឹងទៅប៉ុន្តែគាត់អាចប្រឡងចប់ទី12ហើយនៅពេលគ្រាន់តែប្រឡងចប់ទី12ភ្លាមឪពុករបស់គាត់បានយកគាត់ទៅមើលគ្រូខ្មែរជាបន្តបន្ទាប់ទៀតហើយរឿងនេះមិនសូវជាព្រឺព្រួយអីទេក៏ប៉ុន្តែគ្រាន់ថាវាពាក់ព័ន្ធនឹងការមានជំនឿនិងការធ្វើមន្តអាគមខ្មៅរបស់អឺពលរដ្ឋខ្មែរដែលនៅក្នុងស្រទាប់មួយដែលមានអបិយជំនឿលើខាងផ្នែកនោះបាទហើយនេះគឺជាអេពីសូតទី4វគ្គ1នៃក្នុងការដាក់អំពើឬមួយក៏រឿងអំពើមុនខ្មៅអីចឹងទៅអញ្ចឹងសូមបងប្អូនរងចាំតាមដានទេសនានៅភាគទី2បន្តទៀតបាទសូមអរគុណ